ព្រោះគ្រួសាររបស់ខ្ញុំគឺខ្ញុំសប្បាយរីករាយនៅពេលដែលគាត់នៅជុំគ្នាតបមកអ្វីដែលខ្ញុំសោកស្ដាយជាងគេនៅពេលដែលខ្ញុំកំពុងតែប្រឡងខ្ញុំបានឮដំណឹងមួយឪពុករបស់ខ្ញុំក៏បានមរណភាពដោយសារតែពិសាស្រាច្រើនម្ដាយគាត់មានបញ្ហាខួរក្បាលដែលខ្ញុំគិតថាខ្ញុំចូលរួមកម្មវិធីកម្លាំងគោជលគឺខ្ញុំបាទគិតថាសម្រាប់ក្តីសម័យនិងការស្រឡាញ់ចង់ខ្លាចជា DJ មួយរូបខ្ញុំបាទឈ្មោះថនបញ្ញាអាយុ22ឆ្នាំជា Supervisor មួយនៅក្នុង The Boga Pub សប្តាហ៍ថ្ងៃនៅក្រុងកំពង់ចាមខេត្តកំពង់ចាមខ្ញុំនឹងយករង្វាន់100លានរៀលហ្នឹងដើម្បីទៅទិញសម្ភារៈ DJ របស់ខ្ញុំដើម្បីធ្វើឲ្យខ្ញុំជោគជ័យថ្ងៃអនាគតទោះបីជាបេក្ខជនពួកគាត់ខ្លាំងកម្រិតណាក៏ដោយក៏ខ្ញុំអាចខ្លាំងក្នុងចំណោមមួយនឹងបានដែរណាលើខ្លាចជាម្ចាស់ជើងឯកកម្លាំងគោជល Red Bull Power ជាមួយនឹងទឹកប្រាក់100លានរៀលកម្លាំងគោជល Red Bull Power មានតែមួយគត់នៅ CTN បើភ្លាមស្ញាប់ភ្លាមខ្ញុំគាត់អញ្ជើញវត្តប្រាពី2025ទៅដល់ទីច្រើនរង្វាន់ពីក្រវល់កំពង់គួជល